Hello, Sniper 4, confirm 30%. យើងតែងតែសង្កេតឃើញថារាល់ពេលមានសង្គ្រាមកើតឡើងនៅតំបន់មជ្ឈិមបូព៌ាតែងតែមានព័ត៌មានប្រកាសថាតម្លៃប្រេងឡើងថ្លៃនៅពេលបច្ចុប្បន្ននេះមនុស្សជាច្រើនកំពុងនិយាយអំពីច្រកសមុទ្រមួយដែលមានឈ្មោះថាច្រកសមុទ្រ Hormuz ច្រកសមុទ្រនេះតូចនៅលើផែនទីប៉ុន្តែមានឥទ្ធិពលយ៉ាងធំលើតម្លៃប្រេងរបស់ពិភពលោកតើវាស្ថិតនៅកន្លែងណាហេតុអ្វីបានជាប្រទេសជាច្រើនព្រួយបារម្ភនៅពេលមានការវាយប្រហារឬនាវាមិនអាចឆ្លងកាត់ច្រកនេះបានហើយហេតុអ្វីបានជាសង្គ្រាមនៅទីនោះអាចធ្វើឲ្យតម្លៃសាំងឡើងថ្លៃនៅកម្ពុជាកូរ៉េអាមេរិកនិងប្រទេសផ្សេងៗទៀតបាននៅក្នុងវីដេអូនេះខ្ញុំនឹងពន្យល់ប្រាប់ឲ្យបងប្អូនទាំងអស់គ្នាយល់អំពីបញ្ហាខាងលើនេះទី1យើងត្រូវដឹងថាប្រេងគឺជាថាមពលដ៏សំខាន់របស់ពិភពលោកប្រេងគឺជាធនធានដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចពិភពលោកយើងប្រើប្រេងសម្រាប់ប្រើប្រាស់ទៅលើរថយន្តយន្តហោះកប៉ាល់រោងចក្រម៉ាស៊ីនកសិកម្មនិងម៉ាស៊ីនសំណង់ជាដើមមិនត្រឹមតែប៉ុណ្ណោះទំនិញដែលយើងប្រើប្រាស់រាល់ថ្ងៃនេះក៏ត្រូវការប្រេងសម្រាប់ការផលិតនិងការដឹកជញ្ជូនផងដែរឧទាហរណ៍អាហារដែលយើងបរិភោគរាល់ថ្ងៃក៏ត្រូវការដឹកជញ្ជូនតាមរយៈរថយន្តសម្លៀកបំពាក់និងឧបករណ៍អេឡិចត្រូនិកផ្សេងៗត្រូវបានដឹកតាមរយៈកប៉ាល់និងយន្តហោះជាដើមដូច្នេះនៅពេលតម្លៃប្រេងឡើងថ្លៃថ្លៃដឹកជញ្ជូនក៏ឡើងថ្លៃដែរបន្ទាប់មកតម្លៃអាហារតម្លៃសម្លៀកបំពាក់និងទំនិញផ្សេងៗក៏អាចឡើងថ្លៃតាមនោះដែរហេតុនេះហើយទើបសង្គ្រាមនៅតំបន់ផលិតប្រេងនោះអាចមានផលប៉ះពាល់ដល់មនុស្សស្ទើរតែគ្រប់ប្រទេសតែម្ដងចំណុចទី2តើច្រក Hormuz ជាអ្វីច្រកសមុទ្រ Hormuz គឺជាផ្លូវសមុទ្រតូចមួយដែលភ្ជាប់ពីឈូងសមុទ្រពែរទៅកាន់សមុទ្រអារ៉ាប់និងមហាសមុទ្រនៅផ្នែកខាងជើងមានប្រទេសអ៊ីរ៉ង់នៅផ្នែកខាងត្បូងមានប្រទេសអូម៉ង់និងប្រទេសអារ៉ាប់រួមប្រទេសដែលផលិតប្រេងធំៗមានដូចជាអារ៉ាប៊ីសាអូឌីតអ៊ីរ៉ាក់គុយវ៉េតកាតាអារ៉ាប់រួមនិងអ៊ីរ៉ង់ដែលប្រទេសទាំងនេះត្រូវពឹងផ្អែកលើផ្លូវនេះដើម្បីដឹកប្រេងនិងឧស្ម័នចេញទៅទីផ្សារពិភពលោកទិន្នន័យរបស់អាជ្ញាធរព័ត៌មានថាមពលសហរដ្ឋអាមេរិកបានបង្ហាញថាក្នុងឆមាសទី1ឆ្នាំ2025ប្រេងនិងផលិតផលប្រេងប្រហែល 20.9 លានបារ៉ែលក្នុងមួយថ្ងៃបានឆ្លងកាត់ច្រកសមុទ្រ Hormuz នេះជាបរិមាណប្រហែល 1/5 នៃការប្រើប្រាស់ប្រេងរាវរបស់ពិភពលោកនិយាយឲ្យងាយច្រកសមុទ្រ Hormuz គឺដូចជាច្រកទ្វារធំមួយសម្រាប់ប្រេងរបស់តំបន់មជ្ឈិមបូព៌ាប្រសិនបើច្រកទ្វារនេះដំណើរការធម្មតាប្រេងអាចចេញទៅកាន់ពិភពលោកបានធម្មតាប៉ុន្តែវាត្រូវបានបិទឬคล้ายជាតំបន់គ្រោះថ្នាក់ប្រេងរាប់លានបារ៉ែលក៏មិនអាចដឹកចេញទៅបានដែរចំណុចទី3ហេតុអ្វីបានជាបញ្ហានៅច្រកសមុទ្រ Hormuz ធ្វើឲ្យតម្លៃប្រេងឡើងថ្លៃភ្លាមៗទីផ្សារប្រេងមិនរងចាំរហូតដល់ប្រេងខ្វះពិតប្រាកដនោះទេគ្រាន់តែមានព័ត៌មានថានាវាអាចត្រូវវាយប្រហារច្រកសមុទ្រអាចត្រូវបិទឬចំនួនកាន់តែធ្ងន់ធ្ងរអ្នកវិនិយោគនិងក្រុមហ៊ុនជាច្រើនក៏ចាប់ផ្ដើមព្រួយបារម្ភដោយសារតែពួកគេគិតថាបើនាវាមិនអាចឆ្លងកាត់បានតើប្រេងដែលយើងត្រូវការនឹងបានមកពីណាដោយសារតែការភ័យខ្លាចនេះពួកគេបានចាប់ផ្ដើមធ្វើកិច្ចសន្យាទិញប្រេងនិងស្តុកប្រេងទុកជាមុននៅពេលមនុស្សជាច្រើនប្រញាប់ទិញនៅក្នុងពេលតែមួយតម្លៃប្រេងក៏ឡើងភ្លាមៗដែរនៅថ្ងៃទី12ខែកក្កដាឆ្នាំ2026តម្លៃប្រេង Brent និងប្រេង WTI បានឡើងជាង 9% បន្ទាប់ពីមានព័ត៌មានអំពីការរឹតបន្តឹងនិងការបិទផ្លូវនាវាដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់និងច្រកសមុទ្រ Hormuz នេះការបង្ហាញនេះពេលខ្លះមិនចាំបាច់រងចាំឲ្យប្រេងអស់ពីទីផ្សារទេគ្រាន់តែមានការភ័យខ្លាចថាប្រេងអាចនឹងខ្វះក៏អាចធ្វើឲ្យតម្លៃប្រេងឡើងថ្លៃបានដែរចំណុចទី4ស្ថានភាពនៅ Hormuz បច្ចុប្បន្នកំពុងប៉ះពាល់យ៉ាងដូចម្ដេចគិតត្រឹមថ្ងៃទី21កក្កដាឆ្នាំ2026ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅតែបន្តមានការវាយប្រហារថ្មីៗហើយនាវាដឹកប្រេងមួយចំនួនត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz រហូតដល់ក្រុមនាវិកត្រូវជម្លៀសចេញ
ចរាចរណ៍នាវាក៏បានថយចុះដោយសារក្រុមហ៊ុនបារម្ភពីសុវត្ថិភាពខ្លាំងនៅពេលនាវាឆ្លងកាត់តិចជាងមុនប្រេងក៏មិនអាចដឹកទៅកាន់អតិថិជនឲ្យបានទាន់ពេលវេលាផងដែរក្រុមហ៊ុនធានារ៉ាប់រងក៏អាចដំឡើងថ្លៃធានារ៉ាប់រងសម្រាប់នាវាព្រោះតំបន់នោះមានហានិភ័យខ្ពស់នាវាខ្លះអាចត្រូវរងចាំយូរឬផ្លាស់ប្ដូរផ្លូវការផ្លាស់ប្ដូរផ្លូវមានន័យថាត្រូវប្រើប្រេងកាន់តែច្រើនចំណាយពេលកាន់តែយូរនិងបង់ថ្លៃដឹកជញ្ជូនកាន់តែខ្ពស់ថ្លៃចំណាយទាំងនេះនឹងត្រូវបន្ថែមទៅលើតម្លៃប្រេងហើយចុងក្រោយអាចធ្វើឲ្យតម្លៃសាំងឌីសែលនិងប្រេងឥន្ធនៈយន្តហោះឡើងថ្លៃផងដែរនៅថ្ងៃទី21ខែកក្កដាឆ្នាំ2026ប្រេង Brent មានតម្លៃប្រហែល $89.7 ក្នុង1បារ៉ែលខណៈដែលប្រេង WTI មានតម្លៃ $83.82 ទីផ្សារកំពុងថ្លឹងថ្លែងនិងរំពឹងអំពីបទឈប់បាញ់និងការព្រួយបារម្ភអំពីការវាយប្រហារថ្មីៗរវាងសហរដ្ឋអាមេរិកអ៊ីរ៉ង់ហើយនិងអ៊ីស្រាអែលចំណុចទី5ហេតុអ្វីបានជាប្រេងមិនទាន់ឡើងថ្លៃខ្លាំងជាងនេះមនុស្សខ្លះអាចសួរថាបើស្ថានភាពធ្ងន់ធ្ងរដល់ថ្នាក់នេះហេតុអ្វីបានជាតម្លៃប្រេងមិនទាន់ឡើងដល់$150ឬ$200មូលហេតុទី1គឺនៅតែមានការដឹកជញ្ជូនប្រេងខ្លះឆ្លងកាត់ច្រកហូម៉ូសបានមូលហេតុទី2ប្រទេសមួយចំនួនមានឃ្លាំងស្តុកប្រេងបន្ទាន់ដែលអាចយកមកប្រើប្រាស់និងផ្គត់ផ្គង់តម្រូវការបានដែលបច្ចុប្បន្នកំពុងទទួលរងការរំខានមូលហេតុទី3ប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសអារ៉ាប់រួមមានបំពង់បង្ហូរប្រេងមួយចំនួនដែលអាចដឹកប្រេងបានជះច្រកសមុទ្រហូម៉ូសបានប៉ុន្តែបំពង់ប្រេងនេះមិនអាចដឹកប្រេងទាំងអស់ដែលធ្លាប់ឆ្លងកាត់ច្រកសមុទ្រហូម៉ូសបានទាំងអស់នោះទេគ្រាន់តែដឹកបានខ្លះតែប៉ុណ្ណោះអង្គការថាមពលអន្តរជាតិបានរាយការណ៍ថាការផ្គត់ផ្គង់ប្រេងពិភពលោកបានស្ទុះឡើងវិញនៅខែមិថុនាឆ្នាំ2026នៅពេលការដឹកជញ្ជូនតាមច្រកសមុទ្រហូម៉ូសចាប់ផ្ដើមឡើងវិញមួយផ្នែកប៉ុន្តែភាពមិនច្បាស់លាស់នៅតែខ្ពស់ដោយសារការប្រយុទ្ធអាចធ្វើឲ្យលំហូរប្រេងថយចុះម្ដងទៀតបានដូច្នេះតម្លៃប្រេងបច្ចុប្បន្នមិនត្រឹមតែអាស្រ័យលើចំនួនប្រេងដែលបាត់បង់ទេប៉ុន្តែក៏អាស្រ័យលើថាតើទីផ្សារជឿថាសង្គ្រាមនឹងបន្តយូរប៉ុណ្ណាទៀតផងដែរចំណុចទី6តើមានហេតុអ្វីកើតឡើងប្រសិនបើច្រកសមុទ្រហូម៉ូសត្រូវបានបិទទាំងស្រុងប្រសិនបើច្រកសមុទ្រហូម៉ូសត្រូវបានបិទទាំងស្រុងនេះអាចក្លាយជាវិបត្តិថាមពលដ៏ធំមួយរបស់ពិភពលោកនេះគឺមានន័យថាប្រេងរាប់ពាន់លានបារ៉ែលក្នុងមួយថ្ងៃមិនអាចដឹកជញ្ជូនចូលក្នុងទីផ្សារដើម្បីបំពេញតម្រូវការបានប្រទេសនៅអាស៊ីដូចជាចិនឥណ្ឌាជប៉ុននិងកូរ៉េខាងត្បូងអាចរងផលប៉ះពាល់ខ្លាំងព្រោះប្រទេសទាំងនេះទិញប្រេងពីតំបន់ឈូងសមុទ្រក្រុមហ៊ុនអាកាសចរអាចដំឡើងថ្លៃសម្បត្តិក្រុមហ៊ុនដឹកជញ្ជូនអាចដំឡើងថ្លៃសេវាកម្មរោងចក្រអាចមានការចំណាយកាន់តែខ្ពស់ឡើងដូច្នេះតម្លៃអាហារសម្លៀកបំពាក់សំណង់និងទំនិញផ្សេងៗក៏អាចឡើងថ្លៃតាមនោះដែរអ្នកវិភាគមួយចំនួនបានប្រមានថាប្រសិនបើការរំខាននៅច្រកសមុទ្រហូម៉ូសនៅតែបន្តយូរតម្លៃប្រេង Brent អាចឡើងលើសពី$120ក្នុង1បារ៉ែលបានប៉ុន្តែនេះគឺជាការព្យាករណ៍ដែលអាស្រ័យលើថាតើការដឹកជញ្ជូនប្រេងត្រូវបានរំខានយូរប៉ុណ្ណាមិនមែនជាតម្លៃដែលប្រកាសថានឹងកើតឡើងនោះទេចំណុចទី7សង្គ្រាមអាចប៉ះពាល់ដល់តម្លៃប្រេងតាមរបៀបផ្សេងៗទៀតផងដែរក្រៅពីច្រកសមុទ្រហូម៉ូសសង្គ្រាមក៏អាចប៉ះពាល់ដល់អណ្ដូងប្រេងរោងចក្រចម្រាញ់ប្រេងបំពង់បង្ហូរប្រេងនិងកំពង់ផែផងដែរប្រសិនបើគ្រាប់មីស៊ីលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងនេះការផលិតប្រេងក៏អាចថយចុះបានដែរទណ្ឌកម្មសេដ្ឋកិច្ចក៏អាចធ្វើឲ្យប្រទេសមួយពិបាកលក់ប្រេងទៅកាន់ពិភពលោកដែរលើសពីនេះរដ្ឋាភិបាលនិងក្រុមហ៊ុនធំៗអាចប្រញាប់ទិញប្រេងបន្ថែមដើម្បីរក្សាទុកជាស្តុកជាបន្ទាន់នៅពេលការផ្គត់ផ្គង់ថយចុះប៉ុន្តែតម្រូវការកាន់តែកើនឡើងតម្លៃប្រេងក៏នឹងកើនឡើងតាមនោះដែរនេះគឺជាគោលការណ៍សាមញ្ញនៃសេដ្ឋកិច្ចប្រេងមានតិចប៉ុន្តែមនុស្សចង់ទិញច្រើននោះតម្លៃក៏នឹងឡើងថ្លៃដែរដូច្នេះហេតុអ្វីបានជាច្រកសមុទ្រហូម៉ូសមានសារៈសំខាន់ខ្លាំងយ៉ាងនេះទាំងអស់នេះហើយជាមូលហេតុដែលធ្វើឲ្យច្រកសមុទ្រហូម៉ូសមានសារៈសំខាន់ខ្លាំងព្រោះវាជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោកប្រេងប្រហែល 1/5 នៃពិភពលោក
ធ្លាប់ឆ្លងកាត់ផ្លូវនេះជារៀងរាល់ថ្ងៃនៅពេលដែលមានសង្គ្រាមការវាយប្រហារលើនាវាឬការគំរាមបិទច្រកសមុទ្រអ្នកទិញនិងអ្នកវិនិយោគភ័យខ្លាចថាប្រេងនឹងមិនគ្រប់គ្រាន់ការភ័យខ្លាចនេះធ្វើឲ្យតម្លៃប្រេងឡើងថ្លៃទោះបីការផ្គត់ផ្គង់មិនទាន់បាត់បង់ទាំងស្រុងក៏ដោយបន្ទាប់មកថ្លៃនាវាថ្លៃធានារ៉ាប់រងថ្លៃដឹកជញ្ជូននិងថ្លៃស្តុកប្រេងក៏កើនឡើងតាមនោះដែរហើយចុងក្រោយអ្នកប្រើប្រាស់ធម្មតានៅទូទាំងពិភពលោកគឺជាអ្នកដែលត្រូវបង់ថ្លៃសាំងថ្លៃទំនិញកាន់តែខ្ពស់ដូច្នេះហើយការបង្កសង្គ្រាមហើយជាពិសេសនៅតំបន់ច្រកសមុទ្រហូម៉ូសតូចនេះគឺជាសរសៃឈាមដ៏សំខាន់សម្រាប់ពិភពលោក